Và sự đây là đọc này ta mở riêng máy cái tiếng này trong máy cái vì cái chiaประเภท network device មួយដល់ទូនាទីជា router ឬក៏ជា switch គេ layer say switch ប៉ុន្តែអានឹងតកតងជាមួយនឹងការ config របស់យើងដែរចឹង port របស់វាយើងអាចធ្វើការ connect ទៅកាន់ PC បានច្រើនទៅកាន់ add device បានហើយនេះជា objective របស់វាអញ្ចឹងយើងរៀនពី software ហើយនឹង router board ហើយ Megatek វានឹងការ configure ឬក៏ maintenance ឬក៏ troubleshooting ជាដើមអញ្ចឹង Megatek វាមាន software ផងវាមាន hardware ផងហើយជាប្រភេទបណ្ដាញ ISP ហើយយើងអាចប្រើជាក្រុមហ៊ុនក៏បាននៅក្រុមហ៊ុនក៏បានកើតជា home ប្រើជា home user ក៏បានហើយវាធ្វើឧបករណ៍វានឹងអាចធ្វើឲ្យអ៊ីនធឺណិតយើងដើរលឿនបាទហើយកម្លាំងខ្លាំងហើយធ្វើការ connect ទៅកាន់ user បានច្រើនហើយនេះជាប្រវត្តិរបស់ Megatek អញ្ចឹងប្រវត្តិរបស់ Megatek ឆ្នាំ 1995 ហ្នឹងគឺវាបង្កើតឡើងហើយឆ្នាំ 1997 គឺវាបង្កើត software សម្រាប់32 bit system 32 bit ហើយ 2002 បង្កើត router board ហើយ 2006 first meeting មាន event បង្កើត event មុនដំបូងគេនៅឆ្នាំ 2006 ហើយនេះគឺជា website របស់ Megatek សម្រាប់បងប្អូនចង់រកព័ត៌មានបន្ថែមអាចចូលក្នុង website របស់ Megatek បានអញ្ចឹងវាមាន2មាន megatek.com ហើយនិង routerboard.com ហើយនេះគឺជាទីតាំងរបស់ Megatek ឥឡូវយើងចូលទៅកាន់ Megatek router OS អញ្ចឹង router OS ជាអីគេបាទ Megatek ណាអញ្ចឹង router OS នេះគឺជា operating system របស់ Megatek ដែលវាអាចដើរតួនាទីជា dedicated router បាទវាធ្វើជា router ក៏បានបាទជាប្រភេទ dedicated បែងចែកមកហើយ bandwidth យើងអាចធ្វើការចាប់យក bandwidth បាទកំណត់ bandwidth នៅលើ Megatek បានហើយយើងអាចធ្វើការ filter package បាទនេះ package ចឹង package ណាចង់ឲ្យឡើង internet package ណាចង់ឲ្យអត់ឡើងបាទយើងអាច block វាចោលចឹងទៅហើយទី4វាមាន protocol ច្រើនបាទតើតើជាមួយនឹង wireless device ចឹងវាមាន protocol របស់ wireless ច្រើនហើយ operating system ហើយវាជាប្រភេទ operating system របស់ router board ហើយយើងអាច install នៅលើ PC បានដើម្បីធ្វើការ testing អញ្ចឹងយើងមានដូចខ្ញុំនិយាយអញ្ចឹងវាមាន hardware និង software អញ្ចឹងយើង download វាមកបាទ software ហ្នឹងយើង download មកហើយយើងធ្វើការ install នៅក្នុងinstall នៅលើ PC របស់យើងទៅដើម្បីធ្វើការ testing អីចឹងទៅហើយនេះគឺជារូបរាងរបស់ router board របស់វាអញ្ចឹងវាមានធំមានតូចអញ្ចឹងទៅតាមប្រភេទរបស់វាទៅតាមតម្រូវការរបស់យើងចង់ប្រើជាលក្ខណៈក្រុមហ៊ុនឬក៏ជា home user អូខេអាហ្នឹងយើងអាចពិចារណាទៅលើ requirement របស់យើងតាមមួយណាវាស័ក្តិសមជាមួយនឹងតម្រូវការរបស់យើងហើយនេះ first time connect បាទអញ្ចឹង first time connect ខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាបិទ port Wi-Fi នៅពេលដែលយើងធ្វើការ connect ជាមួយនឹងខ្សែហើយយើង connect ជាមួយខ្សែវាស្រួលជាងវា stable ជាងអញ្ចឹងខ្សែវាមាន modem cable ហើយនិង Ethernet cable នេះអញ្ចឹងធម្មតាកុំព្យូទ័របងប្អូនមានប្រកាសជាមាន wireless card ហើយនឹងមាន network card អញ្ចឹងបើសិនជាយើង connect យើងបើកទាំង wireless card ផងបើកទាំង network card ផងវាមានថាវារញ៉េរញ៉ៃវា conflict គ្នាអញ្ចឹងយើង block វាណាយើង disable វាមួយទៅយើងចូល disable network card របស់យើងបើយើង connect តាមខ្សែអូខេយើង disable Wi-Fi មកហើយយើងបើកតែ network card
network card របស់យើងមកបានហើយយើង connect តាមខ្សែយើងវា stable ជាងអូខេហើយចុះករណីថាយើង connect អត់ចូលទេធ្វើម៉េចទៅ connect អត់ចូលបងប្អូនអាចធ្វើការ connect ដាក់ range IP ឲ្យដូចគ្នាអញ្ចឹងយើងចូលមកវាអត់ស្គាល់វាបោះ IP នៅពេលដែលយើងចុច run មកចុច CMD ខ្ញុំឆែកខ្ញុំចូល IP config ដើម្បីចង់ដឹងថាវាបោះ IP ឲ្យអត់អញ្ចឹងបើសិនជាករណីថាវាបោះ IP ឲ្យណាអូខេហ្នឹងយើងអាច connect វាបានតែបើករណីថាវាអត់បោះឲ្យធ្វើម៉េចទៅយើងកំណត់ range ឲ្យដូចគ្នាអញ្ចឹង range បោះ IP ហ្នឹងrange បោះ MACaTIC router របស់យើងហ្នឹង IP ប៉ុន្មានជា default របស់វាប្រហែល 192.168.ប៉ុន្មានចុច 0.1 ឬយើងចូលកំណត់កន្លែងនេះមកចុះ range តាមនឹងបាទ 192.168 បាទនេះ 0 ដាក់ 0 មកឧទាហរណ៍ទេជាងដាក់ range កតុយនេះនឹងដាក់ប៉ុន្មានដាក់ទៅណាដាក់ range ដូចគ្នាទៅបើដាក់លើសពី254 255នេះអត់កើតទេហ្នឹងវាលើសហើយចឹងដាក់ចុច 5 ទៅយើងដាក់ range ដូចគ្នាចឹងណាហើយ gateway យើងមិនបាច់ដាក់ក៏បានដែរហើយយើងចុច OK មកតែឥឡូវអានេះខ្ញុំអត់ OK ខ្ញុំគ្រាន់តែឲ្យអ្នកទាំងគ្នាទេខ្ញុំខ្វែងចោលវិញនៅពេលហ្នឹងយើង connect ចូលហើយណា connect ចូលហើយចឹង connect ចូលមិនឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងអានេះខ្ញុំមាន MACaTIC របស់ខ្ញុំចឹងខ្ញុំចង់ដឹងថា MACaTIC របស់ខ្ញុំហ្នឹង IP ប៉ុន្មានចុច IP មកហើយ address អូខេខ្ញុំខ្វែងសិនដោយសារវាអត់តមានខ្ញុំចូល interface អានេះដោយសារខ្ញុំអត់ត share ពី network card របស់ខ្ញុំមកចូលនៅក្នុង VMware Workstation ណាដោយសារខ្ញុំប្រើប្រភេទVMware Workstation ដើម្បីធ្វើការ testing ចឹងដល់ពេលចឹងវាអត់មាន IP ឲ្យខ្ញុំ test ទេដល់ខ្ញុំ share សិនអានេះយើងរៀននៅក្នុងវីដេអូក្រោយចុះដើម្បីធ្វើការ login ចូលទៅ MACaTIC ណាអូខេឥឡូវយើងចូលមេរៀនយើងទៀតអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងគ្នាប្រើខ្សែកុំប្រើ connect តាម wireless មិនបាច់ទេអញ្ចឹង Winbox អញ្ចឹងយើងប្រើ Winbox ដើម្បីធ្វើការ connect អានេះគឺជា Winbox ដែលខ្ញុំ download នៅក្នុង website របស់ MACaTIC ហ្នឹងបងប្អូនចង់ download អាចចូលនៅក្នុង MACaTIC មកនេះ macatic.com មកចុចពាក្យ software មកហើយយើងយកប្រភេទអីគេ 32 bit ឬក៏64 bit យើងចុចលើហ្នឹងទៅវា download ហើយជាងយើងបញ្ជានៅក្នុង MACaTIC យើង configure ប្រភេទ user interface មកឬក៏បើសិនជាអ្នកគ្នាចេះ command line អូខេយើង command line យើងប្រភេទ command ចេះវិញតែបើអត់ចេះទេយើង configure បែប user interface វិញជាងយើង login មកឥឡូវយើងខ្វែងចេញយើងខ្វែងវាចេញមកខ្ញុំ refresh អញ្ចឹងវា load IP ឲ្យខ្ញុំតែនេះវាអត់មាន IP ទេវា load តែ MAC address ទេដោយសារខ្ញុំបាន share IP ចូលហើយខ្ញុំចុចខ្ញុំដាក់ password ខ្ញុំដាក់ username ហើយ password មកយើងចុច connect មកវាចូលហើយអូខេចឹងវាមានយើងអាចបញ្ជាទៅលើឧបករណ៍ MACaTIC របស់យើងបានតាមរយៈយើង login តាមរយៈ Winbox ហ្នឹងហើយអានេះ download Winbox ខ្ញុំប្រាប់ហើយនេះតកតទៅនឹងការ connect នេះនៅបើសិនជាមាន IP វា load IP ឲ្យយើងនេះតែនេះខ្ញុំអត់មាន IP ទេណាខ្ញុំវិញអត់មាន IP ទេខ្ញុំដាក់ exit មកកន្លែងនេះអត់មាន IP ទេ00មកអត់មានទេតោះមកយើងអូខេ step ទៅមុខទៀតចឹងការ process អានេះគេនិយាយតាក់ទងជាមួយនឹង layer OC model ចឹងយើងរៀននៅវីដេអូក្រោយចឹង OC model វាមាន 7 layer នេះ 7 layer ចឹងនៅពេលដែលយើង send package ពី source ទៅកាន់ destination វាឆ្លងកាត់ 7 layer ហ្នឹងវាមាន upper layer និង lowest layer
នេះតើតើជាមួយនឹង layer 7 layer ណាអញ្ចឹងយើងរាប់ពីក្រោមទៅ1 2 3 4 5 6 7បាទទាំង7អញ្ចឹងនៅពេលដែល package send ពីសោះទៅកាន់ destination sender receiver ឬក៏ send ពី destination មកកាន់ source វិញគឺឆ្លងកាត់7 step ហ្នឹងណា7 layer ហ្នឹងអញ្ចឹង layer នេះខ្ញុំលម្អិតនៅវីដេអូក្រោយអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណ